ចាប់ផ្ដើមនៃរឿងរបស់យើងឡើងក៏កាត់ឃើញបរិបពីរនាក់កំពុងនិយាយគ្នាអំពីការប្រណាំងសេះ Steel Ball បាទដែលបរិបមួយខ្ពស់គាត់បាននិយាយថាមិនគួរជឿទេតែមនុស្សគឺមានច្រើនជាង8ដងទៀតដែលពួកគេបានគិតហើយបរិបខាងស្ដាំដៃក៏គាត់និយាយបន្តទៀតថាអ្នកដែលចូលប្រគួតនឹងប្រហែលជាមិនអាចរស់បានទេព្រោះថាការប្រគួតគឺគ្រោះថ្នាក់ខ្លាំងណាស់ដោយហេតុនេះហើយទើបពួកគេជ្រើសរើសវាខ្សាច់ដើម្បីប្រណាំងសេះហើយបរិបនោះក៏បន្ថែមទៀតថាការប្រណាំងនេះមិនមែនជាកីឡាទេតែគឺជាការព្យាយាមរស់ឲ្យដល់ចុងទីឈុតក៏បានកាត់មកចៃរ៉ូដែលគាត់ដូចជានៅក្នុងរូងភ្នំមួយដែលមើលទៅរបស់ញ៉ៃញ៉ៃមែនទែនចៃរ៉ូគាត់ដូចជាកំពុងតែរកអ្វីមួយដែលឬអីវ៉ាន់របស់គាត់គឺញ៉ៃញ៉ៃពេញហ្នឹងដែលចៃរ៉ូបានឮបរិបពីរអ្នកខាងក្រៅហ្នឹងគាត់បាននិយាយអំពីការប្រណាំងដល់ពាក់កណ្ដាលផ្លូវគាត់និយាយថាប្រហែលជាមានតែមនុស្ស200-300នាក់ទេដែលរួចជីវិតដែលកំពុងលោកស្ដាប់បរិបពីរនាក់និយាយហ្នឹងចៃរ៉ូក៏កលេចឃើញកៅអីរុញជនពិការមួយដែលមើលទៅប្រហែលដូចបោះណាគេហើយយើងក៏មើលដឹងថាមិនមែនអ្នកណាឆ្នះទេគឺជាចូនីនឹងឯងដែលចូនីគាត់កំពុងព្យាយាមឡើងលើខ្នងសេះម្ដងទៀតដែលមើលទៅប្រផាប់ប្រភិញនិងពិបាកខ្លាំងមែនទែនហើយបរិបពីរនាក់ក៏និយាយពីចូនីដែរតែចូនីនឹងគឺបានហាត់ចេញពីកៅអីរបស់ខ្លួនហ្នឹងគឺឡើងមកយប់ពេញហើយក៏សោកចំអកលើចូនីទៀតប៉ុន្តែនៅពេលឃើញសេះបោនឹងរៀបនឹងជន់ចូនីពួកគេក៏បានភ័យដោយសារតែខ្លាចចូនីនឹងស្លាប់ហើយបរិះមួយរៀងទៀមក៏បានស្រែកថាឲ្យណាគេមកជួយគាត់មកគាត់កំពុងតែសម័យថាគាត់នឹងគឺជាខ្លួនគាត់កាលមុនហើយគាត់នឹងឈឺចាប់ខ្លាំងជាងនេះហើយបរិះរៀងខ្ពស់ក៏បាននិយាយថាគាត់គឺឈឺចាប់តាំងពីយប់មិញនោះគឺមើលតែជើងគាត់ទៅដឹងហើយដែលវាមានកំណាត់ឈើនឹងចាក់ចូលជើងរបស់គាត់ហើយបរិះរៀងខ្ពស់ក៏បន្ថែមទៀតថាចូនីនឹងឈួតហើយចង់សម្លាប់ខ្លួនមែនហើយគាត់ក៏បាននិយាយថាអាសេះមួយគឺជាសេះដែលមានអត្តចរិតរៀងឆ្លើយនឹងមិនគោរពលើម្ចាស់វាទេហើយចូនីហ្នឹងគឺនៅតែដូរយកសេះហ្នឹងទៀតហើយពួកគេក៏បានស្រែកថាខ្លួនមិនអាចទ្រាំមើលបានទេឲ្យណាគេមកជួយចូនីតិចមកហើយចៃរ៉ូដែលកំពុងតែឈុំមើលចូនីក៏និយាយថាចូនីនឹងមិនអាចជិះសេះដោយធ្វើរបៀបអញ្ចឹងបាននោះទេប៉ុន្តែបើសិនជាគាត់អាចជិះបានគឺគាត់នឹងក្លាយទៅជាមនុស្សម្នាក់ទៀតដែលទៅលំដាប់ខ្ពស់មួយទៀតជាងមនុស្សធម្មតាហើយពេលនោះក៏មានបរិបម្នាក់ទៀតក៏ដើរមកសួរចៃរ៉ូថាកន្លែងចុះឈ្មោះប៉ុណ្ណឹងសេះគឺនៅកន្លែងណាចៃរ៉ូក៏បានច្អល់ទៅកន្លែងចុះឈ្មោះហើយបរិបក៏អរគុណដែលយើងមើលបរិបគឺដឹងហើយថាគាត់គឺសែនមែនដោយភាពរើអើងហើយកាសៀក៏បាននិយាយថាសែនមែនហ្នឹងគឺគ្មានលុយទៅដល់ថ្នាក់1200ទេហើយក៏បានឲ្យសែនមែនហ្នឹងគឺចាក់ចេញទៅប្រទេសឥណ្ឌាទៅសែនមែនមិននិយាយច្រើនក៏ផ្លុំអាកាណាត់ដែលខ្លួនរួមមកនឹងគឺជាត្បូងមួយដែលមានតម្លៃខ្លាំងមែនទែនដែលយើងបានឃើញការនិយាយរបស់សែនមែននិងបងស្រីរបស់ខ្លួនដែរត្បូងនេះគឺជារបស់ម្ដាយឪពុករបស់ខ្លួនបានបន្សល់ឲ្យហើយបរងក៏ស្រែកថាដីខ្សាច់នឹងជួបភ្នែកគាត់ហើយសែនមែនក៏និយាយក្នុងចិត្តថាស៊ីដីខ្សាច់ទៅអាកាជ្រុះហើយសែនមែនក៏និយាយថាយកទុកលុយអាប់ទៅហើយកុំភ្លេចឲ្យកណ្ដាលចុះឈ្មោះខ្ញុំផងហើយបរងក៏និយាយថាឲ្យពួកយើងនឹងមើលថែសេះឲ្យអត់ហើយសែនមែនក៏និយាយថាគឺអត់ត្រូវការទេហើយគាត់នឹងឆ្លងទ្វីបដោយជើងរបស់គាត់ផ្ទាល់កាត់មកពេលព្រឹកវេលាម៉ោង 9:30 នាទីដែលខ្វះ30នាទីទៀតការប្រណាំងសេះ Steel Ball Run នឹងចាប់ផ្ដើមឈុតក៏បានកាត់ទៅ Mr. Steel ដែលគាត់កំពុងតែនិយាយនឹងបញ្យល់អំពីការប្រណាំងនិងប្រាប់ពួកគេថាលេខដែលនៅលើខ្នងសេះគឺជាលេខដែលពួកគេត្រូវឈរហើយ Mr. Steel ក៏ស្រែកលើកទឹកចិត្តទៅលើពួកអ្នកប្រណាំងនឹងហើយពួកអ្នកប្រណាំងក៏ស្រែកតាម Mr. Steel ផងដែរឈុតយើងក៏បានកាត់មក Johnny វិញដែលសេះកំពុងតែអស់គាត់ឡើងមើលទៅគួរឲ្យណិតខ្លាំងមែនទែនដែលមើលទៅសេះនឹងដូចជាមិនទាន់ចូលចិត្តចូនីទេដែលមើលតែភ្នែកវាទៅដឹងហើយប៉ុន្តែខ្សែភ្នែកវាក៏ស្រាប់តែបដូរហើយក៏អោនមកលិតលើចូនីហើយចូនីក៏បានឃើញចៃរ៉ូដែលកំពុងតែឈរមើលក៏ស្រែកទៅកាន់ចៃរ៉ូថារឿងដែលនៅពីក្រោយបាល់ដៃរបស់លោកខ្ញុំនឹងមិនចោះចាញ់ទេខ្ញុំនឹងរកវាឲ្យឃើញវាគឺជាការស្ពិនទោះបីជាខ្ញុំមិនអាចចាប់លោកបានក៏ដោយទោះបីជាការប្រកួតប្រណាំងនឹងចប់ក៏ដោយក៏ខ្ញុំនឹងចៃរ៉ូបាននិយាយកាត់ចូនីលោកក៏និយាយថាយកអាសេះមួយហ្នឹងគឺជាជំរើសដ៏ល្អបំផុតក្នុងការប្រកួតបែបនេះគឺវាគ្រោះថ្នាក់ខ្លាំងណាស់ហើយនៅពេលដែលយកសេះចាស់ទៅគឺវាមានជំនាញនិងបទពិសោធន៍វាមិនដូចពួកសេះដែលនៅក្មេងទេដែលវាគិតថាពីកម្លាំងហើយចៃរ៉ូក៏និយាយថាខ្លួនគឺចាប់អារម្មណ៍ទៅលើចូនីហើយចឹងហើយខ្លួនក៏ប្រាប់តម្រុយមួយទៅលើចូនីចុះចៃរ៉ូក៏និយាយថាបើឯងមានឆន្ទៈលើកឡើងក្នុងសេះហើយមិនក៏ឯងមិនទាន់រកចម្លើយនឹងឃើញទៀតគឺចៃរ៉ូនិយាយចឹងចូនីគឺឆ្ងល់ខ្លាំងមែនទែនប៉ុន្តែចៃរ៉ូក៏និយាយកង្វៃវិញថាវាគឺនៅ2នាទីទៀតដែលចាប់ផ្ដើមហើយយើងក៏បានលើការស្រែកប្រកាសរបស់ MC ផងដែរហើយโจนี่ក៏ព្យាយាមវាទៅសេះហើយប្រាប់វាថាឲ្យលិតមុខរបស់ខ្លួនទៀតមកស្រាប់តែពេលនោះស្រាប់តែ spin
សេះក៏បានលើកចូលនេះដាក់នៅលើក្នុងរបស់វាកំឡុងពេលដែលអឹមស៊ីកំពុងនិយាយថាការប្រកួតស្ទាបបុរាណគឺចាប់ផ្ដើមហើយចននេះបាននិយាយថាការស្ពិននេះហើយគឺជាការស្ពិនដែលខ្ញុំចង់ដឹងជាច្រើនអំពីបាល់ដែកមួយនេះ絶対に突き止めてやるもう一度馬に乗ってやる